ក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូលទៅក្នុងទន្លេហើយបានបាត់ខ្លួនអស់រយៈពេល32ឆ្នាំស្រាប់តែ32ឆ្នាំក្រោយមកគេបានដឹងខ្លួនឡើងនៅចំកណ្ដាលវាលស្រែមួយនៅក្នុងជនបទនៃប្រទេសចិនដោយសារជួបមនុស្សប្លែកមុខនិងស្ដាប់ភាសាបរទេសមិនយល់ក្មេងប្រុសនោះក៏ភ័យខ្លាចរហូតដល់សន្លប់បាត់ស្មារតីប៉ូលីសចិនបានតាក់ទងទៅស្ថានទូតអាមេរិកហើយក្មេងប្រុសនោះត្រូវបានបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅទីនោះបុគ្គលិកបានឆែកមើលស្លាកអាវហើយឃើញឈ្មោះ Jacob ដែលសរសេរដោយដៃ Jacob បាននិយាយថាគេរស់នៅទីក្រុង Arcadia រដ្ឋ Missouri ប៉ុន្តែគេមិនចាំថាហេតុអ្វីគេបានទៅដល់ប្រទេសចិននោះទេអ្នកងារ Martin បានតាក់ទងទៅប៉ូលីសក្នុងតំបន់ភ្លាមៗប៉ុន្តែទទួលបានចម្លើយថាគ្មានកំណត់ត្រាក្មេងបាត់ខ្លួនដែលមានឈ្មោះដូចនេះទេ Martin ក៏បានសម្រេចចិត្តជូនក្មេងនោះទៅអាស័យដ្ឋានផ្ទះផ្ទាល់ដែលនេះបានធ្វើឲ្យទីក្រុងទាំងមូលមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទៅដល់ផ្ទះដ៏ធំមួយ Martin បានគូសទ្វារហើយបុរសចំណាស់ម្នាក់ដែលមានអាយុជាង70ឆ្នាំបានចេញមក Martin បានសួរថាតើកូនប្រុសលោកធ្លាប់បាត់ខ្លួនដែរឬទេបុរសនោះឆ្លើយថាកូនប្រុសរបស់គាត់បានស្លាប់កាលពី32ឆ្នាំមុនទៅហើយប៉ុន្តែពេលបានឃើញ Jacob និងពាក្យសម្ងាត់ដែលពួកគេធ្លាប់ប្រើជាមួយគ្នាបុរសចំណាស់នោះក៏ចាប់ផ្ដើមរន្ធត់ចិត្តជាខ្លាំងបុរសនោះនៅតែមិនទាន់ជឿទាំងស្រុងព្រោះគាត់ផ្ទាល់ជាអ្នកបញ្ចុះសពកូនប្រុសរបស់គាត់កាលពី32ឆ្នាំមុនភរិយារបស់គាត់បានចេញមកហើយនៅពេលឃើញមុខ Jacob នាងក៏ស្ទុះទៅអោបក្មេងនោះហើយយំយ៉ាងខ្លាំង Fritz ដែលជាពូរបស់ Jacob និងជាមេប៉ូលីសបានមកដល់ហើយគិតថា Martin គឺជាជនបោកប្រាស់ Fritz បានស្ដីបន្ទោស Martin យ៉ាងខ្លាំងប៉ុន្តែនៅពេលដែលគេបានឃើញ Jacob ដោយផ្ទាល់គេក៏ស្រឡាំងកាំងនិយាយអ្វីមិនចេញដោយសារភាពតានតឹងខ្លាំងពេក Jacob ក៏បានប្រកាច់និងសន្លប់បាត់ស្មារតីរួចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យហើយមានរឿងចម្លែកមួយគឺបេះដូងក្មេងប្រុសនេះមិនលោតសោះប៉ុន្តែមួយសន្ទុះក្រោយមកទើបឮសំឡេងបេះដូងលោតឡើងវិញដើម្បីបញ្ជាក់ពីអត្តសញ្ញាណពួកគេបានធ្វើតេស្ត DNA ប៉ុន្តែនៅពេលគ្រូពេទ្យត្រឡប់មកវិញក្មេងប្រុសនោះបានបាត់ខ្លួនពីមន្ទីរពេទ្យទៅហើយអ្នកភូមិបានជួយគ្នាដើររកហើយឃើញ Jacob កំពុងរត់ចូលទៅក្នុងព្រៃបុរសចំណាស់បានដេញតាមរហូតឃើញ Jacob យករបស់ម្យ៉ាងចេញពីប្រហោងឈើដែលនោះគឺជាតុក្កតាទីហ៊ាននោះគឺជាតុក្កតាដែលគាត់បានទិញឲ្យកូនប្រុសក្នុងថ្ងៃខួបកំណើត8ឆ្នាំទោះបីជាមានភស្តុតាងនេះក៏ដោយបុរសចំណាស់នៅតែមានចិត្តស្ទាក់ស្ទើរលទ្ធផល DNA ចេញមកបញ្ជាក់ថាគេពិតជា Jacob មែនប៉ុន្តែបុរសចំណាស់នៅតែពិបាកទទួលយកព្រោះគាត់ជាអ្នកដាក់កូនក្នុងមឈូសដោយដៃផ្ទាល់ជាចុងក្រោយ Martin បានស្នើឲ្យមានការជីកភ្នោដើម្បីបើកមឈូសពិនិត្យមើលឲ្យច្បាស់តែម្ដង